នេះជារឿងរ៉ាវលំហែកាយបែបធម្មជាតិនៅហាងកាហ្វេដ៏ស្ងប់ស្ងាត់មួយថ្ងៃសម្រាប់ដ៏មមាញឹករបស់សហគមន៍ធម្មជាតិនៅពេលដែលលោកអ្នកឈានជើងចូលមកដល់ហាងកាហ្វេ The Water Coffee លោកអ្នកនឹងមានអារម្មណ៍ថាដូចជាបានធ្វើដំណើរចូលទៅក្នុងពិភពធម្មជាតិដ៏តូចមួយអញ្ចឹងរុក្ខជាតិបៃតងខ្ចីនិងវល្លិឈើដែលដុះលូនតាមដំបូលបាននាំគ្នាផ្ដល់ជាម្លប់ដ៏ត្រជាក់កាត់បន្ថយកម្ដៅថ្ងៃដ៏ក្ដៅនៅទីនេះសូម្បីតែបណ្ដុំផ្លែដោះក្របីមូលប៊ឺរីក្រហមឆ្អៅនិងផ្កាតូចៗពណ៌ស្វាយពណ៌ផ្កាឈូកក៏កំពុងតែបង្អួតសម្រស់យ៉ាងស្ងប់ស្ងាត់ផងដែររឿងដែលគួរឲ្យអស់សំណើចនោះគឺសូម្បីតែលោកយក្សបៃតងហូបដែលមានមុខមាត់គួរឲ្យខ្លាចក៏ត្រូវមកអង្គុយយាមស្លាកសញ្ញា Free Wi-Fi យ៉ាងស្លូតបូតនៅក្បែរផើងផ្កាដែរចំណែកឯហ្វូងត្រីតូចៗនៅក្នុងអាងទឹកក៏កំពុងតែហែលលេងយ៉ាងសប្បាយរីករាយនៅក្បែររូបចម្លាក់ព្រះគណេសនិងរូបព្រះសិវលិង្គដែលមើលទៅពិតជាមានភាពប្រណិតនិងផ្ដល់នូវអារម្មណ៍ជ្រះថ្លាខ្លាំងណាស់បើចង់រកកន្លែងស្ងប់ស្ងាត់ញ៉ាំកាហ្វេប៉ាន់តាគួយគុណធម្មជាតិប៉ាន់តាកុំភ្លេចមកដឹកវត្តធ្វើ Coffee និង